វីដេអូនេះគឺខ្ញុំផ្ដាំផ្ញើទៅបងប្អូនដែលជាអ្នកដៃថ្មីមិនថាដៃថ្មីឬក៏បងប្អូនដែលអ្នកដៃចាស់អ្នកដែលស្ទើរជាមួយនឹងការ set up អញ្ចឹងណាអាហ្នឹងមួយចំនួនទេអញ្ចឹងថ្ងៃនេះផងដែរគឺខ្ញុំសូមណែនាំបងប្អូនតាក់ទងជាមួយនឹងការ set up page មុននឹងបងប្អូន set up page បងប្អូនត្រូវមើល account admin ដែលត្រូវ set up នឹងសិនថាតើវាល្អអត់បើសិនជាវាជាប់សញ្ញាបែបនេះវាមានដកពណ៌ក្រហមឬក៏ដកពណ៌លឿងបែបនេះគឺបងប្អូនកុំយកតែ set up ឲ្យសោះប្រយ័ត្នវាជាប់ verify document ហើយមួយទៀតចំពោះបងប្អូនដែល set up នៅក្នុងទូរស័ព្ទដៃអាចនឹងងាយជាប់ verify document ច្រើនព្រោះខ្ញុំធ្លាប់ set up ក្នុងទូរស័ព្ទដៃច្រើន page ដែរ10 page គឺជាប់5អញ្ចឹងនៅក្នុងទូរស័ព្ទដៃតែនៅក្នុង laptop ចំពោះការ set up 10 page គឺល្អទាំង10 page អត់បញ្ហាទេអត់ដឹងមិនដែរអានឹងប្រហែលជាវា update ឲ្យយើងធ្វើតាម laptop ច្រើនជាងដឹងគឺខ្ញុំអត់ច្បាស់ត្រង់នឹងដែរតែជាបទពិសោធន៍របស់ខ្ញុំដែលធ្លាប់ set up កន្លងមកគឺការ set up នៅក្នុងទូរស័ព្ទដៃវាច្រើនតែមានបញ្ហាជាប់ verify document អញ្ចឹងណាអញ្ចឹងពេលខ្លះគឺងាយស្រួលដោះពេលខ្លះក៏ពិបាកអញ្ចឹងទៅហើយមួយទៀតបងប្អូនដែលមានបញ្ហា account ដែលមានបញ្ហាដកលឿងអញ្ចឹងឬក៏ដកក្រហមបងប្អូនហាមយកទៅដាក់ក្នុង page ដែលធ្លាក់ set up នឹងត្រូវដកវាចេញទុកតា admin ដែលស្អាតបានហើយតែបើ admin ពណ៌គ្រីសកន្លែងនេះវាបៃតងបងប្អូនយកដាក់ចោះអត់បញ្ហាទេអ្វីដែលសំខាន់គឺមើលត្រង់នេះអញ្ចឹងនៅកន្លែង account ឈ្មោះយើងនេះបើមានគ្រីសបៃតងចាំយើងដាក់នៅក្នុង page តែបើដកឬក៏ដកលឿងដកទឹកក្រូចអីហ្នឹងកុំដាក់ឲ្យសោះវាអាចនឹងងាយឆ្លងដល់ page យើងដែរវាដូចជាមេរោគមួយដែលចាំតែ C page យើងអញ្ចឹងណាអញ្ចឹងអ្វីដែលខ្ញុំ recommend ឲ្យបងប្អូនទី1មុននឹង set up page មិនថា set up bank អីទេគឺបងប្អូនត្រូវមើលទៅលើ admin សិនតើ admin របស់យើងស្អាតអត់បើ admin ស្អាតចាំយកទៅ set up page ហើយមួយទៀតបើសិនជាបងប្អូនមាន laptop ចូលទៅ set up ក្នុង laptop ទៅបើមានតែទូរស័ព្ទដៃគឺជំរើសចុងក្រោយតាមទូរស័ព្ទដៃក៏តាមទៅអញ្ចឹងណាអញ្ចឹងបើបងប្អូនអត់ចេះអត់ហ៊ានធ្វើវាទេអាចឆាតមកខ្ញុំឲ្យធ្វើឲ្យខ្ញុំខាងខ្ញុំជួយធ្វើឲ្យបងប្អូនបានតាក់ទងជាមួយនឹងការ set up page ហ្នឹងហើយនេះបើជាប់បញ្ហានេះបញ្ជាក់ម្ដងទៀតគឺហាមយកទៅ set up យើងដូរ admin ថ្មីអញ្ចឹងជំរើសចុងក្រោយដែលយើងធ្វើត្រូវដក admin នេះចេញសិនបន្ទាប់មកចាំយើងដាក់ admin ស្អាតដាក់ admin ស្អាតចូលចាំយើងយកទៅ set up អូខេអញ្ចឹងនេះគឺជាគន្លឹះសំខាន់សម្រាប់បងប្អូនដែលមាន page set up តែមាន page យើងមិនងាយធ្លាក់ set up ទេអញ្ចឹងអ្វីដែលយើងត្រូវធ្វើមុនគេគឺត្រូវរៀបចំវាស្អាតមុននឹងយើងចូលទៅភ្ជាប់ page អូខេអរគុណបងប្អូនទាំងអស់គ្នាបើមានចម្ងល់អីឆាតមក page ខ្ញុំបានហើយមួយទៀតអាចចូលក្នុងក្រុមរៀន free បានចុច link ខាងក្រោមនៅក្នុង comment អរគុណ